សម័យចេនឡាអាណាចក្រចេនឡាជាឈ្មោះរាជាណាចក្រខ្មែរបន្ទាប់ពីអាណាចក្រភ្នំអាណាចក្រទាំងពីរនេះមានអំណាចលើគ្នាទៅវិញទៅមកចាអញ្ចឹងយើងនឹងស្ដាប់អំពីប្រវត្តិចេនឡាជាអាណាចក្រមួយមានទឹកដីធំទូលាយមានក្សត្រជាអ្នកគ្រប់គ្រងអ្នកស្រុកនៅសម័យចេនឡាមានជំនឿថាពួកគេកើតពីតាបោះឈ្មោះកំពុនិងទេពអប្សរមេរាតែតាមពិតបុព្វបុរសខ្មែរជាមនុស្សដើមដែលបង្កើតអាណាចក្រចេនឡាអាណាចក្រនេះកាលនៅទុនខ្សោយជារដ្ឋចំណុះរបស់អាណាចក្រភ្នំក្នុងឱកាសអាណាចក្រភ្នំបែកបាក់គ្នាអាណាចក្រចេនឡាក៏ក្រោកឡើងប្រឆាំងនិងគ្រប់គ្រងលើទឹកដីដ៏មហាសាលបន្តមកដោយវាទីពង្រីកទឹកដីទៅផ្នែកខាងលិចរាជាណាចក្រចេនឡាមានទឹកដីធំទូលាយលាតសន្ធឹងខាងជើងទល់នឹងប្រទេសចិនខាងត្បូងទល់នឹងសមុទ្រខ្មែរនិងឧបទ្វីបម៉ាឡាយូខាងកើតទល់នឹងប្រទេសចម្ប៉ាខាងលិចទល់នឹងប្រទេសភូមាចាប្រទេសភូមាសប្តាហ៍ថ្ងៃគេហៅថាប្រទេសមីយ៉ាន់ម៉ាផងដែរក៏ជាព័ត៌មានអាប់ដេតជូនបងប្អូនផងដែរព្រះរាជាល្បីៗនិងព្រឹត្តិការណ៍សំខាន់នៅសម័យចេនឡាព្រះរាជាដែលសោយរាជ្យនៅសម័យចេនឡាជាក្សត្រដែលភាគច្រើនប្រកាន់នយោបាយពង្រីកទឹកដីដូចជាព្រះបាទភវរ្ម័នទី1ព្រះអង្គសោយរាជ្យពីឆ្នាំ550ដល់600នៃគ្រិស្តសករាជហើយជាក្សត្រដែលរំដោះចេនឡាឲ្យរួចពីរដ្ឋចំណុះនៃអាណាចក្រភ្នំនិងបានកសាងរាជធានីត្រង់វត្តភូព្រះបាទមហេត្រវរ្ម័នសោយរាជ្យពីឆ្នាំ600ដល់615នៃគ្រិស្តសករាជជាមេទ័ពដ៏ខ្លាំងពូកែបានបន្តនយោបាយពង្រីកទឹកដីគ្រប់គ្រងទន្លេមុនព្រះបាទអេសានវរ្ម័នទី1សោយរាជ្យពីឆ្នាំ615ដល់635នៃគ្រិស្តសករាជជាក្សត្រខ្លាំងពូកែជាងគេក្នុងការប្រមូលរដ្ឋតូចជាចំណុះហើយបានបញ្ចប់សង្គ្រាមរវាងចេនឡានិងនគរភ្នំព្រះអង្គបានផ្លាស់រាជធានីមកតាំងនៅសម្បូរព្រៃគុកក្រុងអេសានបូរៈព្រះបាទជ័យវរ្ម័នទី1សោយរាជ្យពីឆ្នាំ655ដល់ឆ្នាំ681នៃគ្រិស្តសករាជព្រះអង្គបានពង្រីកទឹកដីមកដល់ទំនាបទន្លេមេណាមចាចំណុចមួយទៀតក៏យើងសិក្សាស្វែងយល់អំពីពីការបែកបាក់នៃសម័យចេនឡាផងដែរនគរចេនឡានិងនគរភ្នំបានរស់នៅជាមួយគ្នាដោយសុខសាន្តនៅឆ្នាំ681នៃគ្រិស្តសករាជព្រះបាទជ័យវរ្ម័នទី1ទ្រង់សុគតព្រះអង្គគ្មានរាជបុត្រស្នងព្រះមហេសីរបស់ព្រះអង្គព្រះនាមជ័យទេវីក៏ឡើងសោយរាជ្យបន្តពេលនោះភាពវឹកវរចលាចលក៏កើតមានឡើងដោយសារការដណ្ដើមរាជសម្បត្តិគ្នាធ្វើឲ្យនគរបាក់បែកហើយបែងចែកទឹកដីជាពីរគឺចេនឡាដីគោកនិងចេនឡាទឹកលិចចាអញ្ចឹងចេនឡាដីគោកមានរាជធានីស្ថិតនៅត្រង់ភូមិភាគចេនឡាពីដើមទីក្រុងឈ្មោះភវបូរៈដែលហៅថាវត្តភូទឹកដីនេះលាតសន្ធឹងលើប្រទេសឡាវភាគកណ្ដាលនិងភាគខាងត្បូងចេនឡាដីគោកជារដ្ឋឯករាជ្យដាច់ពីចេនឡាទឹកលិចប្រទេសនេះមានទំនាក់ទំនងខាងផ្លូវទូតជាមួយប្រទេសចិនសម្រាប់ចេនឡាទឹកលិចមានទីតាំងស្ថិតនៅភូមិភាគខាងត្បូងជាប្រទេសហ្វូណនពីដើមគឺត្រង់ទំនាបទន្លេមេគង្គចាប់ពីល្បាក់ខោនចុះទៅទល់នឹងសមុទ្រចេនឡាទឹកលិចមានទំនាស់ផ្ទៃក្នុងដណ្ដើមអំណាចគ្នារហូតដល់បែងចែកទឹកដីជារដ្ឋតូចការបែកបាក់គ្នានាសម័យនោះធ្វើឲ្យប្រទេសទុនខ្សោយក្នុងចំណោមរដ្ឋតូចទាំង5មានរដ្ឋមួយឈ្មោះសម្ភុបូរៈដែលជារាជធានីមានស្ដេចមួយអង្គព្រះនាមបូស្ការៈសោយរាជ្យនៅទីនោះចាការរាតត្បាត
ពីប្រទេសជ្វាការបែកបាក់គ្នាធ្វើឲ្យប្រទេសចេនឡាធ្លាក់ចុះខ្សោយហើយជាគ្រោះអាក្រក់មួយបន្ថែមទៀតដែលប្រទេសនេះទទួលរងនឹងការរាតត្បាតពីប្រទេសជ្វានៅចុងសតវត្សទី8ក្នុងសម័យនោះពួកជ្វាបានប្លន់យកប្រទេសចម្ប៉ារួចចូលមកប្រទេសចេនឡាទឹកលិចឡើងតាមទន្លេមេគង្គរហូតដល់សម្ភបុរៈពួកទ័ពជ្វាបានចូលលុកលុយដុតទីក្រុងព្រមទាំងធ្វើគុតព្រះរាជាផងតាំងពីពេលនោះមកប្រទេសចេនឡាទឹកលិចបានធ្លាក់ជាស្រុកចំណុះប្រទេសជ្វារហូតដល់ទល់នឹងសតវត្សទី9ចាអញ្ចឹងយើងនឹងសិក្សាពីអរិយធម៌ចេនឡាអ្វីត្បិតតែមានការបែកបាក់តែការរីកចម្រើនខាងវប្បធម៌នានារមែងមានជាដរាបចេនឡាជាអាណាចក្រមួយដែលទទួលអរិយធម៌ពីឥណ្ឌាដូចនេះគេច្រើនគោរពព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាដើម្បីជៀសវាងទំនាស់សាសនាគេបង្កើតទេវៈមួយព្រះអង្គព្រះនាមហរិហរៈតំណាងព្រះវិស្ណុនៅភាគខាងឆ្វេងតំណាងព្រះសិវៈនៅភាគខាងស្ដាំនៅសម័យនោះមានទេវរូបនៅប្រាសាទអណ្ដែតនិងកោះគៀងដែលសាងឡើងប្រកបដោយវិចិត្រសិល្បៈគួរឲ្យស្ញោចសរសើរព្រោះទេវរូបនោះមានរូបរាងដូចមនុស្សសុទ្ធសាធជីវភាពប្រចាំថ្ងៃនៅសម័យចេនឡាអ្នកស្រុកចេនឡាមានមាឌតូចសម្បុរស្រអែមប៉ុន្តែស្ត្រីភាគច្រើនសម្បុរសអ្នកស្រុកទាំងស្រីទាំងប្រុសនិយមបួងសក់និងពាក់រយ៉ាពួកគេមានគំនិតវាងវៃហើយរហ័សរហួនពួកគេចាត់ទុកដៃស្ដាំជាដៃបរិសុទ្ធរៀងរាល់ព្រឹកគេដុសសម្អាតធ្មេញនិងសម្បកឈើរួចអានគម្ពីរឬសូត្រធម៌អាហាររបស់អ្នកស្រុកចេនឡាមានទឹកដោះគោស្ករបាយនិងសាច់ឬត្រីជាដើមនៅពេលធ្វើដំណើរទៅណាមកណាពួកគេច្រើនពាក់អាវក្រោះនិងកាន់អាវុធការជ្រើសរើសគូស្រករក្នុងការជ្រើសរើសគូស្រកររបស់អ្នកស្រុកនៅសម័យចេនឡាគឺខាងប្រុសត្រូវទៅដណ្ដឹងខាងស្រីនៅពេលកូនកំឡោះស្រឡាញ់ពេញចិត្តកូនក្រមុំណាមួយគេត្រូវឲ្យចាស់ទុំម្ដាយឪពុកកាន់ចំណីផ្លែឈើទៅលេងផ្ទះគ្រួសារខាងស្រីបន្ទាប់មកឪពុកម្ដាយខាងស្រីជ្រើសរើសរកថ្ងៃល្អដើម្បីនាំកូនស្រីមកលេងផ្ទះកូនប្រុសវិញម្ដងពេលរៀបការរួចម្ដាយឪពុកទាំងសងខាងចែកទ្រព្យសម្បត្តិឲ្យកូនដើម្បីបង្កើតគ្រួសារថ្មីនិងរស់នៅផ្ទះដោយឡែកចាចំណែកឯពិធីបុណ្យសពវិញអ្នកស្រុកចេនឡាមានការរៀបចំយ៉ាងហ្មត់ចត់គឺនៅពេលធ្វើពិធីបុណ្យសពកូនត្រូវអត់បាយ7ថ្ងៃនិងកោរសក់ហើយត្រូវស្រែកយំឲ្យខ្លាំងការដង្ហែសពមានអ្នកចូលរួមដូចជាគ្រួសារសពញាតិមិត្តបុព្វជិតនិងមានភ្លេងប្រគំកំដរផងសពត្រូវបូជាដោយឈើក្រអូបនិងដាក់ធាតុក្នុងកោដ្ឋមាសឬប្រាក់ឬដីតាមឋានៈធនធាននៃគ្រួសារសពចាជាសង្ខេបមកវិញចេនឡាស្ថិតនៅភាគខាងត្បូងនៃប្រទេសឡាវសព្វថ្ងៃព្រះរាជាដែលសោយរាជ្យក្នុងប្រទេសនេះដំបូងគេបង្អស់ជាក្សត្រជាប់ព្រះញាតិវង្សនិងតាបោះមួយព្រះអង្គព្រះនាមកម្ពុនៅពេលអាណាចក្រភ្នំមានការបែកបាក់គ្នាចេនឡាបានគ្រប់គ្រងនិងយកនគរភ្នំជាចំណុះវិញព្រះរាជាដែលល្បីក្នុងការដឹកនាំចេនឡាគឺព្រះបាទភវរ្ម័នទី1ព្រះបាទមហេត្រវរ្ម័នព្រះបាទឥសានវរ្ម័នទី1និងព្រះបាទជ័យវរ្ម័នទី1ក្នុងរជ្ជកាលនោះចេនឡាមានសេចក្តីក្សេមក្សាន្តរុងរឿងមានទឹកដីធំទូលាយក្រោយឆ្នាំ681ព្រះបាទជ័យវរ្ម័នទី1សុគតព្រះមហេសីព្រះអង្គព្រះនាមជ័យទេវីគ្រប់គ្រងរាជ្យតែដោយឡែកប្រទេសចេនឡាធំពេកប្រទេសក៏បែកជាពីរដែលគេហៅថាចេនឡាដីគោកនិងចេនឡាទឹកលិចចេនឡាដីគោកស្ថិតនៅត្រង់ចេនឡាពីដើមឯចេនឡាទឹកលិចស្ថិតនៅត្រង់អាណាចក្រភ្នំពីដើមបន្ទាប់មកពួកទ័ពជ្វាបានចូលមកត្រួតត្រាចេនឡាទឹកលិច